ba la bờ băng tia mòn ម៉ែខ្ញុំគាត់ត្រាំជ្រៅត្រៀមព្រោះទៀតឲ្យបងប្អូនអរគ្នាតែច្រូតថ្ងៃចុងក្រោយហ្នឹងអត់តបានបង្ហាញបងប្អូនទេតោះឥឡូវទៅមើលសកម្មភាពថ្ងៃដែលគាត់ច្រូតថ្ងៃចុងក្រោយហ្នឹងទាំងអស់គ្នាតែឡើងចាំម៉ាស៊ីនគេហ្នឹងឥឡូវនេះកូនពៅកំពុងជិះម៉ូតូមកមួយប៉ាប៉ាត្រែនហើយអ៊ំម្ចាស់ស្រែនេះគាត់មានអត្រៈអញ្ចឹងណាគាត់កំពុងតែដឹកស្រូវឲ្យគេផងហើយគាត់រងចាំម៉ាស៊ីនច្រូតចូលច្រូតស្រែគាត់ផងអ្នកស្រែនេះបងប្អូនអរគ្នាហើយនៅកន្លែងហ្នឹងមានដើមត្នោតមានរឹងអីគេថាគាត់ចងនៅនឹងអញ្ចឹងណាហើយខាងនេះគឺស្រែដែលម៉ែធ្វើជាស្រែរបស់អ៊ំនេះខ្ញុំទេតែគាត់ឲ្យម៉ែធ្វើអញ្ចឹងណារៀងនៅខ្ចីបងប្អូនអរគ្នាតែធ្វើមិនទេបើដល់ពេលច្រូតទៅហើយមនុស្សម្នាក់ឯងហ្នឹងទៅខ្លាចបាក់ចាំគោចាំអីទៅម៉ែក៏ទ្រាំច្រូតទាំងស្ទើទាំងអីចឹងទៅមើលទៅរៀងខៀវជាងគេហើយឡើយកូនពៅឃើញអត្រៈម៉ាស៊ីនចូលគេនៅកន្លែងផ្សេងស្រែផ្សេងចង់ទៅមើលអញ្ចឹងណាហើយដឹកក៏បានដើរទៅជាមួយម៉ែដើរមិនដល់ណាត្រឡប់មកវិញទៅហើយគេថាស្រែរបស់អ៊ំប្រុសនៅចិត្តហ្នឹងគឺថាផ្លែច្រើនខ្លាំងមែនតែនផ្លែល្អណានេះខ្ញុំអត់មាននៅចាំយូរទេមកអង្គុយនៅកន្លែងរោងនេះវិញរោងដើមត្នោតហើយឃើញជើងត្រុយស្មានតែស្អីគេបងប្អូនអរគ្នាតាមពិតនេះនិយាយហេងចៅកំពុងតែធ្វើសាឡននៅវាស្រែឃើញសក់ចៅក៏ត្រៀងពេកយាយកំពុងតែចាប់ក្រងឲ្យណាគឺថាអូយស្រឡាញ់កូនមកទៅចៅមកកង់កណើតែម្ដងមិនមែនត្រឹមតែមកທາງទេឥឡូវនេះស្រែអ៊ំប្រុសនៅចិត្តហ្នឹងគឺមានម៉ាស៊ីនច្រូតចុះចូលច្រូតហើយឃើញច្បើងគួរឲ្យឆ្ងាញ់ខ្លាំងមែនតែនដោយសារតែអ៊ំប្រុសរវល់ដឹកស្រូវគាត់ជូនស្រូវគាត់ឡើងលើណាម៉ែនេះខ្ញុំនេះគាត់ក៏បានច្រូតស្រូវសល់ខាងហ្នឹងដាក់បោះទៅលើស្រូវកដាដើម្បីឲ្យម៉ាស៊ីនច្រូតហ្នឹងច្រូតដោយទាំងស្រូវខាងហ្នឹងផងដែរឥឡូវហ្នឹងកន្លែងច្រូតខាងស្រែរបស់អ៊ំនេះមកមើលបងប្អូនបងសំណាញ់បងអីវិញហ៎គឺថាត្រៀមបងអញ្ចឹងណាចាំមើលតើបានត្រីអត់អញ្ចឹងរងចាំមើលទាំងអស់គ្នាញ៉ាំមើលឆ្ងាញ់ទេអំបាឡាមើលបางทีមកអំបិលឲ្យបងប្អូនអរគ្នាអត់បានត្រីទេដោយសារតែព្រែកនឹងវាអត់សូវមានត្រីអញ្ចឹងណាហើយពួកគាត់ចង់កំសាន្តសប្បាយក៏យកសំណាញ់បងលេងទៅហើយអានេះបងប្អូនកំពុងតែលាងសម្អាតតែបងប្អូនគ្នាតិចច្រឡំថាបងក្នុងព្រែកនឹងបានទៅមិនមែនទេគឺពួកគាត់បាចពីវាលបងថាស្រែលើមកណាពួកគាត់បាចឲ្យបានទៅស្រែចាំជួយលើកស្រូវដាក់ជូនដាក់ឡើងលើចឹងបងប្អូនអរគ្នាមានទាំងកាទៀវទូកតែឡងក្តាមអីទៀតផងប៉ាកំពុងកាន់កាទៀវទូកមើលណាហ្នឹងជាសត្វកម្រមិនសូវមានទេឥឡូវនៅតាមតំបន់ស្រុកស្រែយូរអីមានបានតរចឹងតែមិនឃើញមានអីចឹងណាហើយកន្លែងទៅឈរមើលបងប្អូនលៀងត្រីបដាហ្នឹងកលេចមកស្រែនៅជុំវិញហ្នឹងឃើញមាននេះអត្រៈគេកំពុងតែមួយច្បើងដុំតែម្ដងហើយអូនចដូនមួយខ្ញុំមកកាន់កង្កែបនៅតំណងដល់ហើយនាងខ្ញុំច្រៀងក៏រំតាមភ្លេងទៀតយីខ្សែនៃសិល្បៈណាបងប្អូនអរគ្នាសាច់ឈាមនៃសិល្បៈពេញខ្លួនតែម្ដងហើយត្រីស្រែធម្មជាតិចឹងឃើញតំណងបងប្អូនអរគ្នាគាត់យកទៅអាំងស្រស់ចឹងណាលាងទឹកឲ្យស្អាតទៅយកអាំងស្រស់តែម្ដងហើយឡើយនេះម៉ាស៊ីនច្រូតចុះច្រូតកន្លែងស្រូវម៉ែគាត់ធ្វើនឹងហើយកន្លែងស្រែអ៊ំស្រីនាងខ្ញុំគាត់ឲ្យម៉ែធ្វើគេថានៅស្ទើនៅខៀវបងប្អូនអរគ្នាតែធ្វើមិនទេគេច្រូតអស់ហើយបើយើងនៅតែឯងខ្លាចវាគោចឹងណាយើងមិនបាច់ចាំគោច្រើនអីចឹងទៅទ្រាំច្រូតទឹកខ្ចីទៅស្ដាយស្រើដែរប៉ុន្តែត្រូវតែច្រូតឲ្យបងប្អូនអរគ្នាឥឡូវច្រូតហើយនឹងក៏បានទេហៅឡានពូនៅក្នុងភូមិមកដឹកតាមពិតជួយគោយន្តគាត់តែគាត់ថាំងផ្លូវស្រួលដែរគាត់យកឡានមកតែម្ដងកុំចូលជាមួយអ្នកជនបទស្រុកស្រែបងប្អូនអរគ្នានេះឲ្យគាត់យកគោយន្តមកទេប៉ុន្តែគាត់យកឡានមកតែម្ដងណាហើយឥឡូវហ្នឹងបងប្អូនកំពុងតែធ្វើការជួយជញ្ជូនលើកស្រូវដាក់ក្នុងឡានទៀតហើយអូយនិយាយទៅសូមថ្លែងអំណរគុណដល់បងប្អូនខ្លាំងមែនតែនពួកគាត់ជួយជាកម្លាំងណាបើសិនជាមិនបានពួកគាត់ទេគឺយ៉ាប់ឲ្យបងប្អូនអរគ្នាអើយនឹងឲ្យបងប្អូនអរគ្នាថតបានសកម្មភាពតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនានិងសូមអធិស្ឋានរាល់កំហុសខុសឆ្គងផងដែរសូមអរគុណ